នារសៀលថ្ងៃពុធ3កើតខែមិញឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី21ខែមករាឆ្នាំ2026ឯកឧត្តមឆៃរិទ្ធិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទរួមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍជនបទបានដឹកនាំមន្ត្រីជំនាញក្រសួងនិងមន្ទីរអភិវឌ្ឍជនបទខេត្តកំពង់ចាមអញ្ជើញចុះទៅពិនិត្យស្ថានភាពផ្លូវជនបទចំនួន7ខ្សែនៅក្នុងខេត្តកំពង់ចាមដែលមានដូចខាងក្រោមខ្សែទី1ផ្លូវផ្អៅដូនដុំជាប្រភេទផ្លូវក្រៅកៅស៊ូប្រវែងសរុប 11.30 គីឡូម៉ែត្រទទឹង8ម៉ែត្រតភ្ជាប់ពីភូមិផ្អៅឃុំផ្អៅស្រុកបាធាយទៅដល់ភូមិដូនដុំឃុំផ្ដៅដុំស្រុកជើងព្រៃដោយមានអ្នកទទួលផលសរុបប្រមាណ 6,400 នាក់ខ្សែផ្លូវនេះស្ថិតនៅក្នុងគម្រោងកែលម្អផ្លូវជនបទជំហានទី3RIP3 ដោយប្រើប្រាស់នៅថវិកាសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជានិងហិរញ្ញប្បទានឥណទានពី ADB នៅក្នុងឆ្នាំ2022ខ្សែទី2ឈ្មោះផ្លូវសណ្ដែកសំពងជ័យជាផ្លូវក្រៅកៅស៊ូ2ជាន់មានប្រវែងសរុប 23.15 គីឡូម៉ែត្រទទឹង7ម៉ែត្រតភ្ជាប់ពីភូមិសណ្ដែកឃុំសណ្ដែកស្រុកបាធាយទៅដល់ភូមិសំពងជ័យឃុំសំពងជ័យស្រុកជើងព្រៃដោយមានអ្នកទទួលផលសរុបប្រមាណ 6,800 នាក់ខ្សែផ្លូវនេះស្ថិតនៅក្នុងគម្រោងកែលម្អផ្លូវជនបទជំហានទី3RIP3ខ្សែទី3ឈ្មោះផ្លូវខ្លោងទ្វារវត្តកំណប់សូសែនត្រពាំងថ្នោតជាប្រភេទផ្លូវក្រៅកៅស៊ូដែលមានប្រវែងសរុប 10.01 គីឡូម៉ែត្រទទឹង6ម៉ែត្រតភ្ជាប់ពីផ្លូវជាតិលេខ6ស្ថិតនៅក្នុងឃុំសូសែនស្រុកព្រៃឈរខ្សែផ្លូវនេះត្រូវបានអនុវត្តការសាងសង់ដោយក្រសួងអភិវឌ្ឍជនបទក្នុងក្របខ័ណ្ឌគម្រោងពិពិធកម្មកសិកម្មកម្ពុជាដែលហៅកាត់ថា CASDP ដោយប្រើប្រាស់ថវិកាសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជានិងហិរញ្ញប្បទានពីធនាគារពិភពលោក World Bank ខ្សែទី4ឈ្មោះផ្លូវជាតិលេខ7សៀមបោយជាប្រភេទផ្លូវក្រៅកៅស៊ូនិងក្រាលបេតុងដែលមានប្រវែងសរុប6គីឡូម៉ែត្រទទឹង6ម៉ែត្រតភ្ជាប់ពីផ្លូវជាតិលេខ7ត្រង់ចំណុចភូមិព្រៃចាទៅដល់ភូមិសៀមបោយឃុំព្រៃចាស្រុកជើងព្រៃដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន 8,076 នាក់និងអ្នកទទួលផលដោយប្រយោលចំនួន 4,025 នាក់ខ្សែទី5ឈ្មោះផ្លូវជាតិលេខ7ស្អាងជាប្រភេទផ្លូវក្រៅកៅស៊ូនិងផ្លូវក្រាលបេតុងដែលមានប្រវែងសរុប 16.40 គីឡូម៉ែត្រទទឹង6ម៉ែត្រតភ្ជាប់ពីផ្លូវជាតិលេខ7ត្រង់ចំណុចភូមិត្រពាំងថ្មាតឃុំស្រមទៅដល់ភូមិឈូកសឃុំសំពងជ័យស្រុកជើងព្រៃដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន 38,472 នាក់និងអ្នកទទួលផលដោយប្រយោលមានចំនួន 5,890 នាក់ខ្សែទី6ឈ្មោះផ្លូវជាតិលេខ7ខ្លោងទ្វារវត្តចម្ពូសោភាជាប្រភេទផ្លូវក្រៅកៅស៊ូនិងក្រាលបេតុងដែលមានប្រវែងសរុប 17.11 គីឡូម៉ែត្រទទឹង8ម៉ែត្រតភ្ជាប់ពីផ្លូវជាតិលេខ7ត្រង់ចំណុចភូមិស្រងែឃុំស្រងែទៅដល់ភូមិទួលខ្ពស់ឃុំក្រួចស្រុកព្រៃឈរដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន 29,283 នាក់និងអ្នកទទួលផលដោយប្រយោលមានចំនួន 8,257 នាក់ខ្សែទី7ឈ្មោះផ្លូវសំពងជ័យទឹកឆាជាប្រភេទផ្លូវក្រៅកៅស៊ូនិងក្រាលបេតុងដែលមានប្រវែងសរុប 8.53 គីឡូម៉ែត្រទទឹង8ម៉ែត្រតភ្ជាប់ពីផ្លូវជាតិលេខ7ត្រង់ចំណុចភូមិសំពងជ័យឃុំសំពងជ័យស្រុកជើងព្រៃទៅដល់ភូមិថ្មដាឃុំបឹងណាយស្រុកព្រៃឈរដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន 2,860 នាក់និងមានអ្នកទទួលផលដោយប្រយោលមានចំនួន 6,733 នាក់ខ្សែផ្លូវចំនួន4ខាងលើនេះគឺត្រូវបានអនុវត្តការសាងសង់ដោយក្រសួងអភិវឌ្ឍជនបទនៅក្នុងឆ្នាំ2024ក្នុងក្របខ័ណ្ឌគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ OSIP ដោយប្រើប្រាស់ថវិកាសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជានិងហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារពិភពលោក World Bank សូមជម្រាបជូនផងដែរថាក្រសួងអភិវឌ្ឍជនបទបាននឹងកំពុងខិតខំយកចិត្តទុកដាក់ក្នុងការលើកកម្រិតគុណភាពនិងការស្ថាបនាផ្លូវជនបទឲ្យធន់ទៅនឹងការប្រែប្រួលអាកាសធាតុនិងប្រតិក្រឡាគ្នាសម្ដៅជួយសម្រួលនិងផ្ដល់នូវផលប្រយោជន៍ឲ្យប្រជាជននៅតំបន់ជនបទមានប្រាក់ចំណូលប្រកបដោយចីរភាព